កូនខ្ញុំឥឡូវជាធម្មតាវិញហើយនិយាយទៅមិននឹកស្មានថាគាត់ស្រកមកធម្មតាដល់ថ្នាក់ស្ទាបរកកូនកណ្ដុរហ្នឹងលែងឃើញមានណាបងប្អូនហើយពេលដែលកូនខ្ញុំឈឺហ្នឹងគឺខ្ញុំមិនដឹងគិតទៅដល់ណាដល់ណីទេគិតទៅដល់បញ្ហាដែលថាឪពុកម្ដាយបារម្ភណាបងប្អូនប៉ុន្តែខ្ញុំជឿទៅលើបុណ្យបាបដូចជាកូនខ្ញុំនេះសំណាងណាមនុស្សបងប្អូនប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រីហ្នឹងចូលមើលគាត់ជាង100000នាក់ហ្នឹងគឺសុទ្ធតែជូនពរហើយពាក្យជូនពរទាំងអស់ហ្នឹងគឺជាថ្នាំទឹកគឺជាបុណ្យដែលពួកគាត់ឧទ្ទិសបុណ្យឲ្យមកដល់កូនខ្ញុំណាអញ្ចឹងហើយខ្ញុំសូមអរគុណទៅដល់បងប្អូនទាំងអស់ដែលជួយឧទ្ទិសបុណ្យដោយក្តីមេត្តាធម៌មេត្តាករុណាដល់កូនខ្ញុំហ្នឹងឲ្យទើបឲ្យកូនខ្ញុំហ្នឹងបានជាសះស្បើយប៉ុន្តែនៅតែខ្ញុំជាម្ដាយហ្នឹងមិនទុកចិត្តទេបើសិនជានៅតែខ្ញុំគិតថាបើសិនជាទៅថ្ងៃមុខកូនខ្ញុំហ្នឹងគាត់ឡើងតិចទៅវិញអញ្ចឹងខ្ញុំត្រូវតែរត់រកពេទ្យជំនាញដើម្បីគេព្យាបាលទៅពីនៅតូចឲ្យហើយដោយបងប្អូនខ្លះគាត់ជំរុញខ្ញុំឲ្យទៅពេទ្យរបេងឬពេទ្យរុស្ស៊ីពេទ្យអង្ដួងហ្នឹងគឺត្រឹមត្រូវណាស់ដោយសារតែគាត់ជំរុញឲ្យទៅហ្នឹងដោយសារតែឲ្យយើងទៅរករោគវិនិច្ឆ័យឲ្យច្បាស់លាស់ពួកឯងខ្ញុំក៏គិតដែរថាទៅព្យាបាលកន្លែងហ្នឹងគឺគ្រាន់តែប្រើថ្នាំផ្សះឲ្យវាស្ងប់មួយរយៈអីអញ្ចឹងបើសិនជាអូនមានជំងឺឬមេរោគហ្នឹង